សួស្តីអ្នកទាំងអស់គ្នាខ្ញុំរៀនភាសាអាល្លឺម៉ង់ត្រឹមកម្រិត A1 ហ្នឹងលក្ខណៈថាវាតូចមែនទែនកម្រិតហ្នឹងលក្ខណៈដូចយើងចេះនិយាយឈ្មោះខ្លួនឯងបងប្អូនម្នាក់សួស្តីសុខសប្បាយអត់អីចឹងណាហើយខ្ញុំរៀនអាល្លឺម៉ង់តាម app ហើយចាំមើលថ្ងៃហ្នឹងអ្វីដែលខ្ញុំរៀនណាគឺឡើងវែងហ្មងពាក្យហ្នឹង einen Beitrag zum Umweltschutz leisten ពាក្យខ្ញុំរៀនថ្ងៃហ្នឹងeinen Beitrag zum Umweltschutz leisten មានន័យថា to make a contribution to environmental protection ខ្មែរបានន័យថារួមចំណែកដើម្បីការពារបរិស្ថានហ្នឹងពាក្យខ្ញុំរៀនថ្ងៃហ្នឹងឡើងវិញហើយគេឲ្យប្រយោគមួយ Viele Menschen essen wenig oder kein Fleisch, um einen Beitrag zum Umweltschutz zu leisten. ឡើងវិញបានន័យថាមនុស្សជាច្រើនញ៉ាំតិចតួចឬក៏ញ៉ាំសាច់ឬក៏អត់ញ៉ាំសាច់សោះហ្នឹងគឺដើម្បីចូលរួមចំណែកការពារបរិស្ថាន A1 នេះតែពាក្យឡើងអស់វែង